សូមគោរពជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអំពីរបៀបនៃការរៀបចំខ្លួនទៅសម្ភារការងារបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ខ្ញុំក៏ដឹងដូចគ្នាដែរថាអ្នកនរគ្នាមុននឹងទៅសម្ភារច្បាស់ជាមានការរៀបចំខ្លួនទុកមុនក៏ដូចជាឯកសារមួយចំនួនផងដែរមានទេឥឡូវខ្ញុំមកចែករំលែកអំពីតើអ្វីខ្លះគួរតែរៀបចំមុននឹងទៅសម្ភារទីមួយនោះគឺអ្នកនរគ្នាគួរសិក្សាអំពីក្រុមហ៊ុនស្វែងយល់អំពីប្រវត្តិសេវាកម្មនិងវប្បធម៌ការងាររបស់សន្តាគាររមណីយដ្ឋានឬក៏ក្រុមហ៊ុនទេសចរនោះត្រូវដឹងច្បាស់ពីតួនាទីដែលអ្នកនរគ្នាបានដាក់ពាក្យទៅហើយនឹងភារកិច្ចសំខាន់ៗនៃតួនាទីមួយនោះដែលគេបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសជ្រើសរើសបុគ្គលិកទីពីរនោះគឺការរៀបចំឯកសារឲ្យបានរួចរាល់មុននឹងទៅសម្ភារដូចជា CV និង cover letter ជាដើមច្បាប់ចម្លងសញ្ញាបត្រឬវិញ្ញាបនបត្រអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនបើមានរូបថតវិជ្ជាជីវៈ 4x6 ហ្នឹងណាទី3នោះគឺអ្នកនរគ្នាត្រូវស្លៀកពាក់ឲ្យសមរម្យណាអ្នកនរគ្នាត្រូវពាក់អាវវែងពណ៌សឬក៏ពណ៌ស្រាលខោជើងវែងឬក៏ស្បែកជើងប៊ូស្បែកជើងបិទជិតចឹងណាហើយសម្រាប់នារីវិញគឺត្រូវស្លៀកពាក់ឲ្យសមរម្យស្អាតនិងមានវិជ្ជាជីវៈជានិច្ចហើយកញ្ចក់សក់អីហ្នឹងគឺត្រូវតែតុបតែងឲ្យស្រស់ស្អាតនិងមានរបៀបរៀបរយទី4ទៀតនោះគឺអ្នកនរគ្នាត្រូវត្រៀមសំណួរខ្លះៗខ្លួនឯងមុននឹងទៅសម្ភារច្បាស់ណាស់ជាអ្នកសម្ភារយើងច្បាស់ជាសួរសំណួរខ្លះៗដូចខាងក្រោមនេះជាមិនខានឧទាហរណ៍គេអាចនឹងសួរយើងសំណួរដូចជា Tell me about yourself why do you want to work in our company or hotel how would you handle a difficult guest or guest complaint or something អីចឹងទៅណាឬក៏ what is the excellent customer service why should we hire you ឬក៏សំណួរណាមួយអញ្ចឹងអ្នកនរត្រូវត្រៀមសំណួរនឹងឲ្យហើយអញ្ចឹងអ្វីដែលអាចជួយអ្នកនរបានអ្នកនរអាច search នៅក្នុង Google ឬក៏ ChatGPT នៅក្នុង AI ផ្សេងៗតាមអ្នកនរអាច search រកបានដើម្បីជាប្រយោជន៍មុននឹងទៅសម្ភារទី5នោះទៀតគឺការបង្ហាញជំនាញសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចនេះម្ចាស់ក្រុមហ៊ុនចង់ឃើញអ្នកនរគ្នាពេលទៅសម្ភារនោះគឺពុះពេញទៅដោយស្នាមញញឹមមានភាពរួសរាយរាក់ទាក់ជំនាញទំនាក់ទំនងល្អមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាចេះសហការការងារជាក្រុមចេះអត់ធ្មត់និងចេះគ្រប់គ្រងអារម្មណ៍នៅពេលធ្វើការអញ្ចឹងណាអញ្ចឹងកន្លែងនេះធ្វើមិនដឹងថាគេដឹងអំពីយើងកន្លែងនេះទៅក្នុងអំឡុងពេលនៃការសម្ភាសន៍ហ្នឹងគឺអ្នកសម្ភាសន៍យើងហ្នឹងគេនឹងច្បាស់ស្វែងយល់ពីយើងបានខ្លះហើយក្រោយពីយើងបានឆ្លើយសំណួរមួយចំនួនខាងលើដែលខ្ញុំបានរៀបរាប់ហ្នឹងគេនឹងអាចឲ្យស្មានដឹងអំពីសមត្ថភាពចំណេះដឹងជំនាញវិជ្ជាជីវៈក៏ដូចជាការចេះអត់ធ្មត់នឹងការធ្វើការងារជាក្រុមរបស់អ្នកទាំងអស់នេះជាមិនខានទី6នោះទៀតគឺអ្នកនរត្រូវតែមកដល់ឲ្យបានមុន15នាទីទៅ20នាទីមុនពេលសម្ភាសន៍ហើយត្រូវបិទទូរស័ព្ទឬក៏ដាក់silent mode យ៉ាងទៅណាកុំឲ្យមានការរំខានក្នុងអំឡុងពេលនៃការសម្ភាសន៍ទី7នោះគឺត្រូវចេះប្រើភាសាកាយវិការល្អដូចជាចេះគោះទ្វារគួរសមមុននឹងចូលទៅបន្ទប់សម្ភាសន៍អញ្ចឹងណាមានស្នាមញញឹមនិងសម្លឹងកែវភ្នែកទៅដល់អ្នកសម្ភាសន៍នៅអំឡុងពេលនៃការសម្ភាសន៍អង្គុយឲ្យត្រង់ខ្លួននិយាយឲ្យច្បាស់ៗនិងមានទំនុកចិត្តចំណុចនៃកាយវិការនៅកន្លែងនេះគឺសំខាន់បំផុតនៃការសម្ដែងរបស់អ្នកទាំងអស់គ្នាបើសិនជាការសម្ដែងក៏ដូចជាការបង្ហាញសមត្ថភាពនៅពេលសម្ភាសន៍នេះអ្នកទាំងអស់គ្នាបង្ហាញថាមិនសូវជាមានភាពconfident ក៏ដូចជាមានទំនុកចិត្តនៃការឆ្លើយក្នុងមាន eye contact មានការ friendly ជាមួយនឹងអ្នកសម្ភាសន៍បង្កើតទំនាក់ទំនងនៃការសួរនាំនោះទេអ្នកទាំងអស់គ្នានឹងបាត់ឱកាសមិនខានខ្ញុំអាចចែករំលែក tip ខ្លះៗបានថាក្នុងអំឡុងពេលសម្ភាសន៍ហ្នឹងគឺបើសិនជាអ្នកសម្ភាសន៍អ្នកត្រឹមក្រោម20ឬក៏30នាទីនោះមានន័យថាគេលេងចាប់អារម្មណ៍អ្នកហើយប៉ុន្តែបើសិនជាការសម្ភាសន៍នោះច្រើនជាង20នាទីមានន័យថាអ្នកគឺជាបេក្ខជនដែលគេកំពុងចាប់អារម្មណ៍និងសួរ detail អំពីផ្សេងៗដែលគេចង់ដឹងដើម្បីដឹងថាអ្នកពិតជាស័ក្តិសមសម្រាប់តួនាទីមួយនោះទី8គឺអ្នកនរត្រូវចេះត្រៀមសំណួរសួរទៅវិញខ្លះព្រោះនៅពេលដែលចង់បញ្ចប់អ្នកសម្ភាសន៍របស់យើងគេនឹងឲ្យយើងសួរសំណួរខ្លះៗមកយកខាងអ្នកសម្ភាសន៍អញ្ចឹងយ៉ាងហោចណាស់ក៏អ្នកនរអាចចេះសួរថាតើក្រុមហ៊ុនហ្នឹងមានការផ្ដោតបដាលអីខ្លះដែលអត់ហើយនៅពេលមានការជោគជ័យក្នុងតួនាទីមួយនេះតើគេវាស់វែងយ៉ាងដូចម្ដេចចឹងទៅហើយក្រុមការងារនោះមានការសហការនឹងរចនាសម្ព័ន្ធការងារយ៉ាងណាចឹងទៅដើម្បីជាសំណួរសួរបន្ថែមឬក៏ពាក្យពន្ធជាមួយនឹងអត្ថប្រយោជន៍ណាផ្សេងៗដែលអ្នកនរមិនទាន់ច្បាស់ឬក៏លក្ខខណ្ឌនៃច្បាប់ការងារមួយចំនួនទី9គឺអ្នកនរត្រូវតែបង្ហាញអំពីចំណង់ចំណូលចិត្តដែលអ្នកចាប់អារម្មណ៍ទៅលើអង្គភាពហ្នឹងណាអាចជាការបង្ហាញទៅដល់អ្នកសម្ភាសន៍ថាអ្នកពិតជាស្រឡាញ់នៃការបម្រើភ្ញៀវសេវាកម្មភ្ញៀវអញ្ចឹងទៅហើយចូលចិត្តជួបមនុស្សថ្មីចូលចិត្តជួបបរទេសនិយាយភាសាអង់គ្លេសឬក៏ភាសាបរទេសណាមួយអញ្ចឹងទៅចង់រៀនអំពីវប្បធម៌និងភាសាផ្សេងៗមានបំណងអភិវឌ្ឍនៅក្នុងអាជីពក្នុងវិស័យបដិសណ្ឋារកិច្ចមួយនេះចុងក្រោយចំណុចទី10នោះគឺមុននឹងបញ្ចប់នៃការសម្ភាសន៍អ្នកត្រូវបង្ហាញភាពបដិសណ្ឋារកិច្ចវិជ្ជាជីវៈដូចជាអរគុណដល់អ្នកសម្ភាសន៍ដែលបានអញ្ជើញយើងមកសម្ភាសន៍
បង្ហាញអំពីចំណាប់អារម្មណ៍ចំពោះឱកាសការងារមួយនេះឬក៏អាចនិយាយថាអ្នកនឹងរងចាំដំណឹងល្អហើយសង្ឃឹមថាបានសហការនិងធ្វើការជាមួយអ្នកសម្ភាសន៍ចឹងទៅណាក៏លើសំខាន់នៅក្នុងវិស័យបដិសណ្ឋារកិច្ចការងារមួយនេះនៅពេលអ្នកនរគ្នាទៅសម្ភាសន៍អាកប្បកិរិយាដែលល្អគឺវាមានសារៈសំខាន់មិនចាញ់ជំនាញអ្នកនរគ្នាចេះទេការញញឹមដែលចេញពីចិត្តចេញពីបេះដូងភាពសុភាពរាសាមានទំនុកចិត្តគឺជាចំណុចដែលអាចលេចធ្លោក្នុងការសម្ភាសន៍ការងារមួយនេះឬអាចទាក់ចិត្តបេះដូងអ្នកសម្ភាសន៍ទទួលយកយើងដោយក្តីរីករាយបើគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាបាទជួយ like ជួយ share ម្នាក់មួយហើយ comment ខាងក្រោមបើសិនជាអ្នកមានចម្ងល់ឬក៏មានសំណួរណាមួយចង់សួរបន្ថែមខ្ញុំរីករាយនឹងសប្បាយចិត្តនឹងការឆ្លើយតបទៅអ្នកទាំងអស់គ្នា